ដើមនេះខ្ញុំប្រកាសណាសូមក្រាបថ្វាយបង្គំដល់ព្រះសង្ឃគ្រប់ព្រះអង្គនិងជំរាបសួរដល់លោកគ្រូសាស្ត្រាចារ្យជួនកក្កដានិងសួស្តីមិត្តភ័ក្តិទាំងអស់គ្នានាងខ្ញុំឈ្មោះរៀនសេរីពៅដែលជានិស្សិតនៃសាកលវិទ្យាល័យបញ្ញាសាស្ត្រថ្ងៃនេះនាងខ្ញុំបានធ្វើដំណើរទៅទស្សនកិច្ចនៅខេត្តតាកែវដែលដឹកនាំដោយលោកគ្រូជួនកក្កដាដែលសិក្សាអំពីប្រាសាទជាច្រើនដូចជាប្រាសាទតាព្រំភ្នំតាម៉ៅប្រាសាទនាងខ្មៅប្រាសាទភ្នំដានិងប្រាសាទភ្នំជីស៊ូដែលមុនដំបូងនោះយើងបានសិក្សាពីប្រាសាទតាព្រំទន្លេបន្ទាយខេត្តតាកែវប្រាសាទនោះមានឈ្មោះថាប្រាសាទតាព្រំទន្លេបន្ទាយអ្នកកសាងព្រះបាទជ័យវរ្ម័នទី7ការបរិច្ឆេទនៃការកសាងគឺសតវត្សទី12ដើម្បីឧទ្ទិសថ្វាយពុទ្ធសាសនាមហាយានលោកកេស្វរៈស្ថាបត្យកម្មរចនាបថបាយ័នដែលមានទីតាំងស្ថិតនៅភូមិថ្នល់តសិនឃុំត្រាំងថ្នងស្រុកបាទីខេត្តតាកែវដែលប្រាសាទនោះមានទីតាំងចម្ងាយប្រហែល34គីឡូម៉ែត្រពីរាជធានីភ្នំពេញផ្លូវជាតិលេខ2ដែលប្រាសាទនេះបានសាងសង់ឡើងនៅសតវត្សទី12និងដើមសតវត្សទី13ពីឆ្នាំ1181និងបញ្ចប់នៅឆ្នាំ1201នៃគ្រិស្តសករាជហើយប្រាសាទនេះធ្វើពីថ្មភក់និងថ្មបាយក្រៀមប្រកបដោយក្បូរក្បាច់រចនាដ៏វិចិត្រហើយប្រាសាទនេះមានបរិមាណទំហំបណ្ដោយប្រហែល150ម៉ែត្រនិងទទឹងប្រហែល45ម៉ែត្រនិងកម្ពស់12ម៉ែត្រនៅប្រាង្គកណ្ដាលមានផ្ទៃជារូបព្រះពុទ្ធចូលនិព្វានដែលរូបចម្លាក់នេះឆ្លាក់នៅសម័យក្រោយគឺនៅសតវត្សទី11ក្នុងរាជព្រះបាទច័ន្ទរាជាទី1បន្ទាប់ពីយើងបានសិក្សានៅប្រាសាទតាព្រំទន្លេបាទីរួចយើងក៏ចាប់ផ្ដើមធ្វើដំណើរបន្តទៀតដើម្បីឆ្ពោះទៅសិក្សានៅប្រាសាទភ្នំតាម៉ៅម្ដងដែលប្រាសាទភ្នំតាម៉ៅគឺជាប្រាសាទដែលកសាងឡើងអំពីឥដ្ឋនៅសតវត្សទី11ក្នុងរជ្ជកាលព្រះបាទសូរវ័នទី1ឆ្នាំ1002ហើយនឹងបញ្ចប់នៅ1050នៃគ្រិស្តសករាជនិងឧទ័យយានទិស្យាវ័នទី2ឆ្នាំ1050ដល់ឆ្នាំ1066នៃគ្រិស្តសករាជស្ថិតលើកំពូលភ្នំធម្មតាដែលមានកម្ពស់50ម៉ែត្រនិងនៅជិតព្រះវិហារវត្តភ្នំតាម៉ៅប្រាសាទនេះកសាងឡើងក្នុងសម័យអង្គរដើម្បីឧទ្ទិសកុសលដល់ព្រាហ្មណ៍សាសនានិងស្ថិតក្នុងរចនាបថខ្លាំងដែលបន្ទាប់មកពួកយើងក៏បាននាំគ្នាមកសិក្សាពីប្រាសាទនាងខ្មៅដែលប្រាសាទនាងខ្មៅមានទីតាំងស្ថិតនៅក្នុងបរិវេណវត្តប្រាសាទនាងខ្មៅក្នុងឃុំរវៀងស្រុកសំរោងខេត្តតាកែវដែលមានចម្ងាយ50គីឡូម៉ែត្រពីរាជធានីភ្នំពេញដោយធ្វើដំណើរតាមផ្លូវជាតិលេខ2ទៅកាន់ខេត្តតាកែវប្រាសាទនេះគឺជាបូជនីយដ្ឋានដ៏ស័ក្តិសិទ្ធិមួយដែលត្រូវបានប្រជាជនអ្នកស្រុកគោរពបូជារហូតដល់បច្ចុប្បន្នប្រាសាទនាងខ្មៅត្រូវសាងសង់អំពីថ្មភក់និងឥដ្ឋតាមរចនាបថកោះកែជាស្នាមព្រះហស្ថរបស់ព្រះបាទជ័យវរ្ម័នទី4ក្នុងសតវត្សទី10នៃគ្រិស្តសករាជ921ដល់941ឧទ្ទិសដល់ព្រាហ្មណ៍សាសនាប្រាសាទនេះមានប្រាង្គចំនួន3សង់ទទឹមគ្នាប្រាសាទនាងខ្មៅក៏ដូចជាប្រាសាទមួយចំនួនតូចឯងទៀតដែរដែលត្រូវបានសាងសង់ឡើងដោយឥដ្ឋសតវត្សទី10ប៉ុន្តែទំនងជាមានមនុស្សមិនច្រើនទេដែលដឹងថាតើខាងក្នុងប្រាសាទមានអ្វីដែលអស្ចារ្យបើតាមការស្រាវជ្រាវពីប្រាសាទខ្មែរដោយសាលាបារាំងចុងបូព៌ាខែកញ្ញាឆ្នាំ1940បានឲ្យដឹងថានៅជញ្ជាំងខាងក្នុងនៃប្រាសាទនេះមានលម្អដោយគំនូរពាក់ព័ន្ធទៅនឹងទេវកថាវិជ្ជានៃលទ្ធិព្រាហ្មណ៍សាសនាជាពិសេសប្រាសាទខាងត្បូងដែលមានបន្សល់គំនូររូបភាពត្រឹម3ផ្ទាំងតែប៉ុណ្ណោះជាអកុសលដោយមិនបានទទួលនៅការ
អភិរក្សសមស្របទាន់ពេលវេលាសពថ្ងៃមរតកវប្បធម៌ទាំងនេះក៏ត្រូវបានរលត់រលាយបាត់អស់ជាបន្តបន្ទាប់ហើយបានជាប្រាសាទនេះហៅឈ្មោះថាប្រាសាទនាងខ្មៅពីព្រោះយោងទៅតាមការហៅរបស់អ្នកស្រុកនៅក្នុងតំបន់នោះដោយសារនៅក្នុងតួប៉មប្រាសាទមានតម្កល់រូបបដិមាពីរអង្គដែលមានសម្បុរខ្មៅរលោងរូបបដិមាទាំងពីរនេះបច្ចុប្បន្នតម្កល់ទុកក្នុងសារមន្ទីរជាតិភ្នំពេញបដិមាមួយមានខ្លួនជាមនុស្សចំណែកឯក្បាលជារូបសេះនិងបដិមាមួយទៀតមានដងខ្លួនជាភេទស្រីតែត្រូវបាត់ព្រះកាសទៅហើយនិងមានរឿងនិទានតាក់ទងរឿងព្រះនាងខ្មៅបន្ទាប់មកយើងក៏ចាប់ផ្ដើមធ្វើដំណើរចាក់ចេញពីប្រាសាទនាងខ្មៅឆ្ពោះទៅកាន់កន្លែងប្រាសាទផ្សេងបន្តទៀតគឺមានឈ្មោះថាប្រាសាទភ្នំដាដែលប្រាសាទភ្នំដាសង់លើរចនាបថសម្ព័ន្ធសំណង់ពីររវាងចុងសតវត្សទី6និងដើមសតវត្សទី7បច្ចុប្បន្នស្ថិតក្នុងស្រុកអង្គរបូរីខេត្តតាកែវនៅភាគខាងត្បូងនៃកំពែងក្រុងអង្គរបូរីមានកូនភ្នំតូចមួយដែលជាបូជនីយដ្ឋានដ៏សំខាន់បំផុតរបស់នគរភ្នំហ្វូណនដែលអ្នកស្រុកហៅថាភ្នំដានៅភាគខាងលើកំពូលភ្នំនោះមានប្រាសាទមួយគឺប្រាសាទភ្នំដាដែលកសាងឡើងដើម្បីឧទ្ទិសកុសលដោយព្រះនរាយណ៍ជាអាទិទេពនៃព្រាហ្មណ៍សាសនាប្រាសាទភ្នំដាស្ថាបនាបែបមុខទៅទិសខាងជើងមានប្លង់រាង4ជ្រុងមានខឿននិងជញ្ជាំងសាំងអំពីថ្មបាយក្រៀមផ្នែកដំបូលខាងលើសង់អំពីឥដ្ឋដោយឡែកគ្រឿងលម្អស្ថាបត្យកម្មមេទ្វារសសរពេជ្រផ្អែកនិងហោជាងរបស់ច្រកទ្វារសាងអំពីថ្មភក់តាមរយៈលក្ខណៈស្ថាបត្យកម្មនិងគ្រឿងលម្អគេអាចកំណត់បានថាប្រាសាទនេះកសាងឡើងនៅក្នុងរវាងសតវត្សទី12នៃគ្រិស្តសករាជឬមុននេះបន្តិចដែលមានគ្រឹះប្រាសាទដើមដែលបានស្ថាបនាក្នុងសម័យនគរភ្នំរវាងចុងសតវត្សទី6និងដើមសតវត្សទី7នៃគ្រិស្តសករាជប្រាសាទនេះគឺស្ថិតក្នុងចំណោមប្រាសាទទោលដែលមានទំហំធំជាងគេក្នុងស្ថាបត្យកម្មខ្មែរចំណែកឯផុសតុតាំងខាងបដិមាសាស្ត្រគឺជាមូលដ្ឋានដ៏សំខាន់ក្នុងការបង្ហាញពីការបន្តនិរន្តរភាពនៃការគោរពប្រណិប័តខាងនិកាយព្រះនារាជការតាំងពីសម័យមុននគរមកនោះគឺការរកឃើញនៅបល្ល័ង្កព្រមជាមួយបដិមាព្រះនារាយណ៍មានព្រះហស្ថ8កម្ពស់2ម៉ែត្រ70ជាមួយបដិមាពីរផ្សេងទៀតដែលសុទ្ធសឹងស្ថិតក្នុងរចនាភ្នំដាពីសតវត្សទី6និងសតវត្សទី5ហើយសពថ្ងៃរក្សានិងបង្ហាញនៅសារមន្ទីរភ្នំពេញបន្ទាប់ពីយើងបានសិក្សានៅប្រាសាទភ្នំដារួចយើងក៏បាននាំគ្នាមកសិក្សានៅសារមន្ទីរដែលយើងសិក្សាស្វែងយល់ពីឆ្អឹងមួយចំនួនមានដូចជារលាឆ្អឹងធ្មេញហើយនិងឆ្អឹងផ្សេងជាច្រើនទៀតដែលពួកយើងបានសិក្សានិងបានស្ដាប់ពីលោកគ្រូគាត់បានធ្វើបទបង្ហាញជូនចំពោះពួកយើងបន្ទាប់មកយើងក៏ធ្វើដំណើរមកសិក្សានៅប្រាសាទមួយកន្លែងទៀតដែលជាប្រាសាទដែលយើងត្រូវសិក្សាចុងក្រោយគេនោះគឺប្រាសាទភ្នំជីសូរស្ថិតនៅក្នុងខេត្តតាកែវដូចគ្នាដែលប្រាសាទភ្នំជីសូរជាប្រាសាទចំណាស់មួយស្ថិតក្នុងស្រុកសំរោងខេត្តតាកែវប្រាសាទនេះកសាងឡើងដោយរាជការព្រះបាទ
សូរវ័នទី1ដើម្បីឧទ្ទិសថ្វាយដល់ព្រះសិវៈឬឥសូរក្នុងរាជបុត្រខ្លាំនិងបាពូនបច្ចុប្បន្នប្រាសាទបុរាណនេះបានបន្សល់នូវសិលាចារឹកនិងចម្លាក់មួយចំនួនដែលគួរឲ្យចាប់អារម្មណ៍ប្រាសាទភ្នំជាស៊ូត្រូវបានកសាងឡើងនៅលើភ្នំធម្មជាតិដែលមានកម្ពស់ប្រហែល130ម៉ែត្រទំរាបប្លង់លើអបណ្ដោយពីលិចទៅកើតនិងលើកំពូលភ្នំរីឯខ្លោងទ្វារមានប្រាសាទពីររាងជាកបាតគឺប្រាសាទសែនត្បុលនិងសែនរវាំងទន្លេអុំនៅទំនាបខាងកើតបង្អស់ព្រមទាំងជណ្ដើរបុរាណឡើងទៅកាន់ប្រាសាទនេះប្រាសាទដែលស្ថិតក្នុងឃុំរវាងត្រូវបានកសាងឡើងដោយបែរមុខទៅទិសខាងកើតព័ទ្ធជុំវិញដោយផែ2ជាន់និងមានខ្លោងទ្វារធំនៅខាងលិចនិងខាងកើតនៅចំកណ្ដាលបរិវេណប្រាសាទនេះគឺជាប្រាង្គសកាមានប្លង់រាងកាកបាទលយទៅខាងកើតដោយមណប់និងអមខាងមុខប្រាង្គនេះក៏មានហោត្រៃពីរទៀតបែរមុខទៅទិសខាងកើតនិងភាគខាងលិចមានប្រាសាទសាងអំពីឥដ្ឋប្រហែលជាកសាងមុនរាជព្រះបាទសូរវរ្ម័នទី1ផងដែរចម្លាក់មួយនេះនៃប្រាសាទភ្នំជាស៊ូហើយយោងតាមសិលាចារឹកដែលបានបន្សល់ប្រាសាទនេះកសាងឡើងនាដើមសតវត្សទី11អំឡុងរាជកាលព្រះបាទសូរវរ្ម័នទី1រវាងឆ្នាំ1010គត់ដល់ឆ្នាំ1012នៃគ្រិស្តសករាជម្យ៉ាងទៀតប្រាសាទនេះកសាងឡើងដើម្បីឧទ្ទិសកុសលដល់ព្រាហ្មណ៍សាសនាគឺព្រះឥសូរបន្ទាប់ពីយើងបានសិក្សាពីប្រាសាទទាំងអស់នេះរួចពួកយើងក៏បានធ្វើដំណើរមកកាន់រាជធានីភ្នំពេញវិញ